សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់មកបង្ហាញទាក់ទងនឹងការស្នើសុំរកលុយតាម Facebook បាទដោយសារតែមានបងប្អូនយើងឆាតមកសួរខ្ញុំប្រហែលជា 4-5 នាក់មិនច្រើនទេហើយទាក់ទងនឹងការស្នើសុំរកលុយតាម Facebook នេះបងប្អូនគ្រាន់តែចូលក្នុង Facebook របស់យើងមកបាទហើយបន្ទាប់មកទៀតគឺយើងមើលកន្លែងពាក្យថា dashboard កន្លែងខាងក្រោមនេះយើងចុចចំលើវាមកបាទបន្ទាប់ពីយើងចុចចំលើវាមកយើងយកខាងលើនេះពាក្យថា monetize បាទយើងអ៊ំមកក្រមមកចុចតាមអ្វីដែលខ្ញុំបង្ហាញសញ្ញាមូលនឹងមកកន្លែង content កន្លែងហ្នឹងហើយបន្ទាប់មកយើងចុចកន្លែងពាក្យថា submit interest កន្លែងនេះបាទពេលចូលដល់ជំហានទី1កន្លែងនេះយើងចុចចំទៅលើវាមកយើងជ្រើសរើសមកយើងចង់ដាក់ម៉េចតាមចំណង់ចំណូលចិត្តរបស់យើងប៉ុន្តែសម្រាប់ខ្ញុំដាក់ digital creator កន្លែងនេះបាទបន្ទាប់មកទៀតនេះកន្លែងជំហានទី2នេះគេឲ្យយើងធីកយកតែយើងចង់រកចំណូលតាមអីខ្លះអញ្ចឹងសម្រាប់ខ្ញុំធីកយកទាំងអស់ចឹងមានរៀបមាន photo តាមនឹងអញ្ចឹងណា story អីបាទចូលកន្លែងនេះគឺខ្ញុំមានពាក្យ copy ចេញពី link របស់គេដែរហើយតើតើនឹងកន្លែងចំណុចហ្នឹងគឺយើងចង់បង្ហាញទៅកាន់ Facebook ថាយើងចង់រកចំណូលបន្ថែមពី Facebook អញ្ចឹងណាបាទបន្ទាប់ពីយើងបំពេញរួចអស់ហើយយើងចុចចេញមកក្រានតិចមកហើយបន្ទាប់មកយើងចុចចូលទៅក្នុងវិញហើយយើងចុចកន្លែងពាក្យថា submit ក្នុងក្រោមនេះបាទពេលយើង submit រួចរាល់ហើយទាក់ទងនឹងការស្នើសុំរកលុយតាម Facebook ចឹងរួចរាល់អស់ហើយនេះមួយទៀតឃើញ Facebook វា invite យើងចូលឲ្យ join challenge របស់ Facebook ដែរទាក់ទងនឹងកន្លែងនេះបងប្អូនអាចឆែកមើលខាងកន្លែងមើលថាយើងបានហើយវានឹងឲ្យយើង join លេង challenge ជាមួយវាហើយទាក់ទងកន្លែងនេះគឺវាទាមទារឲ្យយើងផុសរយៈពេល28ថ្ងៃក្នុងរយៈពេល28ថ្ងៃនេះយ៉ាងហោចណាស់គឺយើងរកឲ្យបាន 300k view មានន័យថា300ដងអ្នកមើល 300k ដងអ្នកមើលបាទអញ្ចឹងបើសិនយើងធ្វើបានវានឹង invite យើងរកលុយតាម Facebook ដោយជោគជ័យហើយហ្នឹងហើយអញ្ចឹងតើតើអាកន្លែងហ្នឹងវាទៅតែ load ចេញពីល្ងាចម្សិលមិញទេកាលពីល្ងាចថ្ងៃទី19ខែ6ហ្នឹងណាបាទអញ្ចឹងបើសិនបងប្អូនវា invite ឲ្យយើង join challenge មួយនឹងហើយអញ្ចឹងយើងមានសង្ឃឹមតិចហើយសម្រាប់រកលុយតាម Facebook បាទអញ្ចឹងវីដេអូនេះខ្ញុំមានប៉ុណ្ណឹងអរគុណច្រើន